អ្នកដែលផ្ដើមគំនិតបង្កើតប្រពដើម្បីជេរគ្រូសិស្សសម័យថ្មីខឹងគ្រូដាក់ពិន័យនៅមិនអោយលេងទូរស័ព្ទក្នុងម៉ោងរៀនហ៊ានបង្កើតក្រុមជេរប្រមាថគ្រូកំពុងផ្ទុះកក្រើកបណ្ដាញសង្គមទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់នៅលើបណ្ដាញសង្គមកំពុងផ្ទុះការចែករំលែកបន្ទុកពីគ្រូបង្រៀនមួយរូបបានទម្លាយคลิปវីដេអូសិស្សមួយក្រុមបង្កើតក្រុមឆាតជេរប្រមាថព្រោះខឹងគ្រូដាក់ពិន័យអ្នកគ្រូចាំបុផានៅថ្ងៃទី13ខែមករានេះបានបង្ហោះសារបង្ហាញការឈឺចាំក្នុងនាមជាគ្រូក្រតបង្ហាត់បង្រៀនអប់រំណែនាំចង់ឲ្យសិស្សល្អចេះស្ដាប់និងគោរពវិន័យក្នុងសាលាឲ្យបានត្រឹមត្រូវសោះប៉ុន្តែសិស្សមួយចំនួនបែរជាមិនស្ដាប់នាំគ្នាស្អប់គ្រូហើយនាំគ្នាបង្កើតក្រុមជេរប្រមាថថែមទាំងចង់ឲ្យដកខ្លួនឈប់ឲ្យបង្រៀននៅសាលាថែមទៀតផងនេះមកតាមសំណេររបស់អ្នកគ្រូបង្រៀនដែលមានគណនី Facebook ឈ្មោះចំបុផាបានសរសេររៀបរាប់ថាខ្ញុំខិតខំបង្ហាត់បង្រៀនអប់រំទូមានសិស្សដោយបេះដូងហេតុអ្វីបានជាសិស្សប្តឹងខ្ញុំជេរប្រមាថខ្ញុំហើយសុំដូរខ្ញុំចេញអ្នកគ្រូបានបន្តទាំងឈឺចិត្តទៀតថាអោសិក្សានុសិស្សពួកអ្នកបានបង្កើតក្រុមជេរប្រមាថខ្ញុំហើយពួកអ្នកឈ្នះទៀតពួកអ្នកពូកែមែនព្រោះបានអាណាព្យាបាលជួយពីក្រោយកុំសោយចំអកខ្ញុំណាពួកអ្នកហែកទឹកភ្នែកខ្ញុំមិនរួចទេទន្ទឹមនឹងភាពឈឺចាប់នេះអ្នកគ្រូខាងលើក៏បានទម្លាយនៅរឿងរ៉ាវមួយចំនួនទៀតថាការមិនគោរពគ្រូបង្រៀនគឺជាការបំពានច្បាប់សាលាលោកអ្នកត្រូវដឹងថាកូនមួយចំនួនពួកគាត់ពូកែសម្ដែងណាសម័យបច្ចេកវិទ្យាប្រយ័ត្នតាមត្រេនរបស់ពួកវាអត់ទាន់នៅជាមួយឪពុកម្ដាយបែបលក្ខណៈសុភាពរាបសារតែពេលពួកវានៅជាមួយមិត្តភ័ក្តិពូកែជេរគ្នាដូចអត់ស្លៀកពាក់ខោអាវហើយពាក្យសម្ដីនិយាយរកគ្នាពោពេញទៅដោយពាក្យអសិលធម៌គ្មានសុជីវធម៌គ្រូស្ដីប្រដៅអប់រំគ្មានចូលត្រចៀកពួកគេទេអ្នកគ្រូចំបុផាបន្តថាអាណាព្យាបាលខ្លះសិតតែផ្ញើសារមកអ្នកគ្រូសុំផ្ញើជួយមើលកូនចៅខ្ញុំផងវិដំវិចោះបើវាមិនគោរពវិន័យសាលាខ្ញុំប្រកល់ឲ្យអ្នកគ្រូហើយទុកតែភ្នែកបានហើយប៉ុន្តែនៅពេលគ្រូដាក់វិន័យប៉ះពាល់កូនចៅរបស់ពួកគាត់បន្តិចបន្តួចពួកគាត់ប្រមូលផ្ដុំគ្នារករឿងចង់ប្តឹងគ្រូទៅវិញក្រោយបានឃើញសម្ដែងដ៏ឈឺចាប់របស់គ្រូបង្រៀនអ្នកលេខបណ្ដាញសង្គមជាច្រើនបាននាំគ្នាបញ្ចេញមតិបង្ហាញការអាណិតអាសូរចំពោះគ្រូមិនដឹងថាឈឺចាប់កម្រិតណាខណៈធ្លាប់ជួយឲ្យសិស្សជាច្រើនមានការងារល្អមានអនាគតល្អប៉ុន្តែពេលនេះបែរជាត្រូវរងការប្រមាថកិត្តិយសបែបនេះទៅវិញសូមបញ្ជាក់ថាបើតាមការបង្ហោះចែករំលែកតៗគ្នាបានឲ្យដឹងថាករណីនេះកើតឡើងនៅសាលាជាស៊ីមតាកែវ